ចិត្តរបស់យើងម្នាក់ៗរាល់ថ្ងៃហ្នឹងវាអាចคล้ายជាកន្លែងចាក់សម្រាមឬក៏ជាសួនផ្កាពេលណាយើងចូលចិត្តមួម៉ៅក្តៅក្រហាយពិបាកចិត្តតឹងធុងខឹងស្អប់គុំគួនចំណែននិយាយអាក្រក់អេចអូចអាហ្នឹងចិត្តរបស់យើងคล้ายជាកន្លែងចាក់សម្រាមហើយវាចេះតែនាំរឿងក្តៅក្រហាយអកុសលបាបងាយឲ្យផលអ្នកណាដែលចិត្តមិនស្អាតចិត្តមិនល្អរួមទាំងកាយវាចាមិនសមរម្យចងេងចងាងច្រលើសបោះច្រឡំខាំបាបហូរចូលអ្នកនឹងមកបាបចាស់ដុនដាបទៅរស៊ីនឹងខាតបងទៅឬបើថាប្តីប្រពន្ធឆ្លោះគ្នាដាំក្បាលចុះមកមុខបរស៊ីអីហ្នឹងគិតយុះគេឈ្មោះអីទៅវិញបើបុគ្គលនឹងចេះរៀបចំចិត្តគំនិតកាយវាចាចរិយាមេរយាទត្រឹមត្រូវសមរម្យចេះដឹងខ្ពស់ទាបពាក្យសម្ដីពិរោះពិសាតស៊ូព្យាយាមចិត្តគំនិតមិនទៅចំណែនបែនជន់មិនខឹងមិនស្អប់គេទេមិនទៅរំលោភបំពានគេទេចឹងចិត្តនឹងខ្លាយជាសួនផ្កាអញ្ចឹងវាមានមេអំបៅមកបននឹងហូរចូលដល់បុគ្គលណាដែលបានចេះរៀបចំចិត្តគំនិតកាយវិចារនឹងល្អត្រឹមត្រូវសមរម្យជាអ្នកមានសិលចឹងយើងសួរខ្លួនឯងមើលយើងរាល់ថ្ងៃនឹងคล้ายជាទីលានចាក់សម្រាមសម្បូរភាពមួម៉ៅសៅហ្មងឬក៏ជាសួនផ្កាហើយនឹងយើងទទួលខុសត្រូវខ្លួនឯងអត់មានអ្នកណាមកជួយបានគេគ្រាន់តែជួយដាស់តឿនហើយកុំខឹងកុំស្អប់អីហ្នឹងគេជួយដាស់តឿនប៉ុណ្ណឹងបានប៉ុន្តែយើងជាប្រចាំត្រូវថែរក្សាទីកន្លែងហ្នឹងមួយយើងបានសក់នៅពេលដែលយើងអត់សូវមានភាពសៅមងមួម៉ៅក្តៅក្រហាយណាទី2វាជាបុណ្យកុសលសម្រាប់សេចក្តីចម្រើនរបស់យើងទាំងបច្ចុប្បន្នទាំងទៅបរិលោកបើផ្ទុយទៅវិញបើយើងមួយថ្ងៃសម្បូរតែភាពមួម៉ៅសៅមងហ្នឹងបច្ចុប្បន្នយើងកើតទុកហើយយើងមានកម្មពៀវរាហើយបុណ្យចាស់ដែលយើងខំសន្សំមកពីណាពីណីអត់ឲ្យផលទេព្រោះចិត្តរបស់យើងអត់ល្អបើឲ្យផលក៏ឲ្យផលតិចតួចដែរដូចដើមឈើផ្លែក្តាប់ក្តៀបទូចអញ្ចឹងដោយសារបច្ចុប្បន្នយើងនឹងចិត្តរបស់យើងកាយវាចារបស់យើងអត់ល្អអញ្ចឹងវាស្ទះបនមកអត់រួចទេ